សូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋមិត្តអ្នកស្ដាប់ជាទីគោរពរាប់អាននៅថ្ងៃនេះកម្មវិធីយើងសូមលើកយកវេទិកាសាធារណៈដែលបានប្រពធ្វើកាលពីថ្ងៃសៅរ៍ទី12ខែធ្នូឆ្នាំ2015នៅទីស្នាក់ការគណៈបកប្រចាំខេត្តព្រៃវែងស្ថិតនៅក្នុងភូមិ3សង្កាត់កំពង់លាវក្រុងព្រៃវែងខេត្តព្រៃវែងភាគបន្តមកចាក់ផ្សាយជូនបងប្អូនស្ដាប់ដូចតទៅពួកជឿសាសនាគឺជឿប៉ុន្តែកាលណាវាយល់បងប្អូនវាអត់ចេញពីកន្លែងយល់ទៅរកកន្លែងជឿវិញទេខ្ញុំយល់ចឹងអញ្ចឹងបានខ្ញុំគេមកសួរថាតើសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហ្នឹងមិនអាណត្តិទេឈ្នះអាណត្តិក្រោយបានកៅអីអត់ខ្ញុំថាខ្ញុំមិនដែលគិតរឿងហ្នឹងទេខ្ញុំគិតថាតើថ្ងៃហ្នឹងមានអីយកទៅបញ្យល់ប្រជាប្រដ្ឋខ្មែរដែលថ្មីក៏លើកន្លែងណាដែលគាត់មិនទាន់យល់ខ្ញុំគិតតែប៉ុណ្្នឹងឯង clean up ខួរក្បាលរបស់ប្រជាប្រដ្ឋខ្មែរតែ clean បានមួយជ័យជំនះមួយដល់ពេលគាត់ចេះគាត់យល់គាត់ដឹងតួនាទីរបស់គាត់ទៅ clean គេបន្តទៀតវាធ្វើមីទៅវាទៅទៀតហ៎ដល់ពេលវាទៅដូចស្មៅអញ្ជៀនតែវាលូតមែកតិចទៅវាបែកមែកតិចអាមែកហ្នឹងទៅវាបែកតិចទៅវាបែកពីរទៅទៀតអាពីរហ្នឹងវាបែកទៅវាទៅទៀតវាគ្មានអាណាយល់រួចហើយរួចវានៅស្ងៀមទេបើឃើញថាអីខ្ញុំយល់ប៉ិនខ្ញុំខ្លាចនេះខ្ញុំខ្លាចនោះខ្ញុំខ្លាចនេះខ្លាចនោះបងប្អូនអាចនិយាយបើថាវាមិនទាន់យល់ទេវាមិនទាន់យល់ទេអានេះយល់បងប្អូនបើទោះបីសម្ពាធបរិយាកាសជុំវិញបណ្ណាក៏ដោយក៏វាលួចខ្សឹបដែរវាលួចទៅតាមស្ថានភាពរបស់វាមិននៅស្ងៀមទេសកម្មណាស់អ្នកយល់ផ្លូវដែលសម្ព័ន្ធធ្វើជាផ្លូវសមាធិហើយអត់ដែលមានគណៈបកណាធ្វើទេហើយចង់ជេរថាម៉េចក៏ដោយហើយចង់ថាយើងបោកក៏ថាទៅថាយើងនឹងបំផ្លាញខ្មែរក៏ថាទៅថាយើងថ្មិលអត់សាសនាក៏ថាទៅយើងមិនដែលទៅបំផ្លាញអ្នកទេប៉ុន្តែដោយសារទង្វើមិនត្រឹមត្រូវពាក្យសម្ដីរបស់អ្នកដែលមិនត្រឹមត្រូវវាបំផ្លាញខ្លួនឯងទៅចឹងមកខ្ញុំនិយាយថាមិនបាច់តវាទេទុកឲ្យវាងាប់នឹងទង្វើរបស់វាទៅវាមិនដែលតម្លៃរបស់អ្នកដទៃឬតម្លៃរបស់អ្នកណាមួយបងប្អូនវាអាស្រ័យទៅលើអ្នកដទៃដាក់ទេវាអាស្រ័យទៅលើមនុស្សនឹងធ្វើហើយចុះបើហែងលៀបតពោអញហែងកាច់តមូលអញអានឹងតម្លៃរបស់ហែងអញក៏ដូចគ្នាអញហែងថាមិនថាទៅប៉ុន្តែអញច្បាស់ខ្លួនឯងបងប្អូនមនុស្សអាចធ្វើចឹងបានណាទាល់តែលូតរួចពីលោកធម៌ប្រយោជន៍ទៅខ្លួនណាលៀបយោះទៅសើសុកដូចគ្រាប់កំភ្លើងបាញ់សុញអាកាសចឹងបាញ់ប៉ាំងទៅអត់មានស្អីតាក់បានសុញអាកាសបងប្អូនគ្រាប់កំភ្លើងបាញ់ក្នុងលបឿនប៉ុណ្ណានៅគ្រាដំបងទៅក្នុងលបឿនប៉ុណ្ណឹង100គីឡូក្នុង1ម៉ោងទៅរហូតអត់ឈប់ទេដាច់កដាស់ជាបាត់ហើយដឹងតែខ្លួនឯងត្រឹមត្រូវអាណាថាអីថាទៅអ្នកប្រាជ្ញបណ្ឌិតទាំងអស់សិតតែទៅតាមផ្លូវហ្នឹងច្បាស់ថាខ្លួនឯងធ្វើត្រូវច្បាស់ថាគេគិតនឹងមិនដល់អញទេទៅឲ្យប្រយមកបងប្អូនមានការពេញចិត្តនឹងខ្លួនថាខ្លួនកើតមកខ្លួនមានការយល់ត្រូវជាងគេ